ពិសេសទៀតហើយថ្ងៃនេះបងប្អូនអញ្ជើញបងប្អូនមកទស្សនានឹងខ្ញុំធ្វើសម្លកកូកកូចាំបាច់ជាងគេគឺគ្រឿងតែម្ដងបងប្អូនណាចាមានរំដេងល្មៀតខ្ជាយខ្ទឹមសគល់ក្រីពិសេសជាងគេគឺស្លឹកគ្រៃកុំចោលបងប្អូនខ្ញុំដាក់ចូលគ្នារួចហើយក៏បន្ថែមទឹកជាបន្តិចដើម្បីងាយស្រួលកិនសម្រាប់គ្រឿងបងប្អូននាងខ្ញុំកិនហ្នឹងក៏ត្រូវយកទៅបុកម្សៅទៀតដែរហើយមួយមុខទៀតដែលចោលមិនបានបងប្អូនដឹងហើយគឺប្រហុកបងប្អូនណាចាយើងឆ្កឹះម្ដុំមកច្រាមទុកលីងជាមួយនឹងត្រប់ពុតញោមឥឡូវយើងមកបុកគ្រឿងបន្តទៀតគឺមានសណ្តែកដីពីច្រើនគឺខ្ញុំចូលចិត្តរៀងម៉ត់បន្តិចសណ្តែកដីបន្ទាប់មកដាក់គ្រឿងកិនមិញហើយនឹងអង្ករលីងយើងនឹងបុកបញ្ចូលគ្នារួចរាល់ហើយដាក់ឆ្នាំងឲ្យក្តៅដាក់ប្រេងឆាបន្តិចដាក់ជាមួយនឹងត្រប់ពុតញោមនិងប្រហុកដែលយើងច្រាមមិញហ្នឹងគឺលីងតតែឈ្ងុយបងប្អូនលីងតឈ្ងុយហើយយើងដាក់គ្រឿងយើងប្រហែលបរិមាណ 70% ទុក 30% ទៀតដាក់ចុងដៃបងប្អូនមានន័យថាសម្លឆ្អិនចាំដាក់លីងគ្រឿងរៀងឈ្ងុយនេះខ្ញុំបន្ថែមជាមួយនឹងស្ករត្នោតយើងកូរឲ្យឈ្ងុយបន្តិចទៅយើងដាក់ថែមទឹកដោះគោស្រស់បន្ទាប់មកយើងដាក់សាច់ជ្រូកយើងដែលហាន់ហើយហ្នឹងកូរជាមួយគ្រឿងតតែឈ្ងុយចាំដាក់បន្លែចូលបន្លែរឹងរបស់យើងហ្នឹងកូរបន្លែតតែទុនជាមួយនឹងគ្រឿងនិងសាច់ជ្រូកកូរទុនហើយបន្ថែមជាមួយទឹកដោះគោស្រស់យើងបន្ថែមទៀតកូរឲ្យទុនបន្លែរួចក៏បន្ថែមជាមួយទឹកជាដែលសមល្មមដែលគិតថាយើងញ៉ាំទៅទឹកមិនរាវពេកឬក៏ខាប់ពេកបន្លែរឹងចាប់ដើមពុះយើងក៏បន្ថែមត្រីព្រោះត្រីដាក់ពេលនេះគឺត្រីយើងអត់បែកទេបងប្អូនបន្ថែមជាមួយនឹងប៊ីចេងនិងម្សៅស៊ុបបន្តិចបងប្អូនកូរថ្នមមកព្រោះដាក់ត្រីហើយអញ្ចឹងគឺពុះត្រីគឺឆ្អិនល្មមហើយថែមទឹកត្រីបន្តិចទៅសម្លកកូរពេលដែលយើងដាក់ទឹកត្រីបែបហ្នឹងគឺថាដាស់ក្លិនពេញផ្ទះតែម្ដងបងប្អូនបន្លែផុយល្មមមកយើងចាប់ផ្ដើមដាក់គ្រឿងដែលសល់ 30% នេះចូលហេតុដែលគ្រឿង 30% ត្រូវដាក់ពេលហ្នឹងគឺដើម្បីឲ្យកាន់តែឈ្ងុយបងប្អូនមួយទៀតគឺអង្ករលីងយើងអត់រីកស្គុយដូចបបរទេចាហើយចុងបញ្ចប់គឺដាក់បន្លែខៀវនិងម្ទេសខ្មាំងយើងហ្នឹងគឺចោលអត់បានទេមុននឹងពិសាបាយក៏នាងខ្ញុំមិនភ្លេចជាមួយនឹងវីតាមីន CSM ដែរដើម្បីការពារធាត់និងសម្រកគីឡូបងប្អូនអើយសម្លកកូរខ្មែរយើងគឺថានាងខ្ញុំទៅដល់ប្រទេសណាគឺនាងខ្ញុំឃ្លានគ្រប់ពេលវេលាពិសេសជាងគេហ្នឹងគឺត្រួយម្រះហ្នឹងអត់ចោលទេសម្លកកូរឆ្ងាញ់ណាស់បើបានកូមដូងផ្លែត្នោតផ្លែអីទៀតបងប្អូនចាអូយកាន់តែឆ្ងាញ់មួយវិញទៀតសម្លកកូរឬក៏ប្រហើអីហ្នឹងបងប្អូនណាចាមានបន្លែខៀវច្រើននិយាយរួមទៅគឺជួយនៅសុខភាពយើងច្រើនបងប្អូនណាចាអ្នកដែលគាត់ចូលចិត្តស្លកកូរស្លប្រហើដូចនេះខ្ញុំគឺភាគច្រើនគឺញ៉ាំសម្លច្រើនជាងបាយវីដេអូនេះខ្ញុំត្រូវបានបញ្ចប់អរគុណបងប្អូនដែលទស្សនាវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់បាយបាយជម្រាបលា